ពូអត់ដែរឈប់ឲ្យក្បាលជ្រុំមកពូវិញប្រយ័ត្នពូអត់ត្រឹមអាបានពូប្រើកំបិតហោះទិនហ្វីប្រយ័ត្នសុនសង្ខាវើយខ្លាំងដុំឡើងពូខ្ញុំធ្លាប់តែមើលរឿងទិនហ្វីឥឡូវបានជួបទិនហ្វីស្រុកខ្មែរហើយពូម៉ៅគាត់ជាអ្នកលក់ម៉ាំប្រចាំភូមិដើម្បីបានប្រាក់ចំណូលចិញ្ចឹមគ្រួសាររបស់គាត់ចេញលក់តាំងពីម៉ោង2រសៀលរហូតដល់ម៉ោង8យប់ជួនកាលលក់អស់ពីធំជួនកាលលក់មិនអស់ឡើយប៉ុន្តែគាត់ពេញចិត្តស្រឡាញ់មុខរបរលក់ម៉ាំនេះខ្លាំងណាស់ពូម៉ៅលក់ម៉ាំពូម៉ៅលក់ម៉ាំជួយទិញម៉ាំពូម៉ៅទេពូម៉ៅមានរូបរាងសង្ហាភ្នែកធំច្រមុះស្រួចចង្កាធំថ្ពាល់ប៉ោងចិញ្ចាមមាន់ព្រៃសក់រួញអន្ទះដីសំដីពីរោះលក់ម៉ាំជូនពុកម៉ែបងប្អូនលោកតាលោកយាយពូមីងអ៊ំកំលោះក្រមុំមេម៉ាយជួយទិញម៉ាំពូម៉ៅមានរសជាតិឈ្ងុយឆ្ងាញ់មីនាងអើយជួយទិញម៉ាំពូមកប៉1000ទុកក្រាន់ហូបទ្របបាយអត់ទេពូគ្រួសារខ្ញុំហូបបាយរួចហើយពូទៅលក់ខាងមុខទៀតចុះអេមីនាងស្អាតដល់ហើយកូនចៅពីណាគេអញ្ចេះសំដីនិយាយឡើងពីរោះម៉ងនេះរីឯមុខវិញដូចខែពេញបរមីញញឹមព្រមព្រៃគួរឲ្យជាប់ចិត្តស្នេហ៍ម៉ងនេះតោះឯងជាប់ប្រពន្ធមានកូនបើសិននៅកំឡោះវិញតាមញ៉ាយចូលចែកចៅស្ដីដណ្ដឹងលោកឪពុកក្មេកម្ដាយក្មេកយកនាងជាគូអនាគតឲ្យតតែបានតែឥឡូវខុសអស់ព្រោះតែខ្លួនមានកម្មថាបានម៉ែអប្រុញមកសនុកស្រុកស្រួលមិនអីប៉ះចំប្រពន្ធខ្លាប្រើឯងចងងាប់ណាស់ហើយទៅតាមយថាកម្មទៅចោះយីសំឡេងឮដូចជាម៉ូតូឪអាឡុញបើកលឿនម្លឹងប្រយ័ត្នងាប់ចោលប្រពន្ធកូនវើយពួកក្មេងអស់នេះស្ដាប់គ្នាមិនបានគាត់ទេសោះវិជាគុណយើងហាត់លះជាង30ឆ្នាំមកហើយយកមកប្រាសិនមិនអីទេក្មួយទៅចោះសូមឲ្យបានសុខពូមិនធ្វើមនុស្សជាតិទៅលើក្មួយទេខ្លាចគុកហៅខលលេងទុកឲ្យច្បាស់មកដោះស្រាយទៅចោះអូននៅក្បែរបងចំដោយអាប្រុញកូនអញដប់អាឡូនចឹងឲ្យវានៅផ្ទះមើលប្អូនជួយលក់ដូរម៉ែវានាំគ្នាជិះម៉ូតូដល់លេងទាំងយប់ប្រឡប់វាប្រញាប់ទៅណាវាយីអាកូនអស់នេះវាធ្វើឲ្យឯងពិបាកចិត្តដល់ហើយជិះម៉ូតូលឿនម្លឹងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ទៅវាពិបាកដល់ម៉ែឪទៀតមីនាងឲ្យពូទៅសិនហើយចាពូទៅចុះ